ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍ដែលកំពុងតែមានការចាប់អារម្មណ៍ខ្លាំងនៅក្នុងសហរដ្ឋអាមេរិកនេះគឺបើតាមការបញ្ជាក់របស់លោកប្រធានាធិបតី Donald Trump លោកបានថ្លែងនៅថ្ងៃអង្គារនេះថាការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់អាចនឹងបន្តឡើងវិញបានក្នុងរយៈពេល2ថ្ងៃខាងមុខនៅក្នុងប្រទេសប៉ាគីស្ថានដដែលប៉ុន្តែអ្វីដែលជាបញ្ហាអាចនឹងផុសឡើងនោះគឺលោកប្រធានាធិបតី Donald Trump លោកបានថ្លែងថាលោកមិនពេញចិត្តនឹងការដែលស្នើឲ្យផ្អាកកម្មវិធីចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន20ឆ្នាំនោះទេដែលស្នើឡើងកាលពីចុងសប្តាហ៍មុនដោយលោកអនុប្រធានាធិបតីនៃប្រទេសនៃសហរដ្ឋអាមេរិកគឺលោក JD Vance បាទដោយពេលនេះគឺលោក JD Vance ជាអ្នកដឹកនាំក្រុមចរចារបស់សហរដ្ឋអាមេរិកហើយសម្រាប់ទីតាំងនៃការជួបចរចាគ្នាគឺលោកប្រធានាធិបតីលោកពេញចិត្តចង់ឲ្យមានការជួបចរចាគ្នានៅទីក្រុងអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានដដែលបើទោះបីជាមានអ្នកខ្លះស្នើឡើងថាអូមើលជួបគ្នានៅទីក្រុងហ្សឺណែវប្រទេសស្វីសអីទៅក៏ប៉ុន្តែលោកតាមលោកថានៅអ៊ីស្លាមាបាតនឹងល្អហើយទីតាំងល្អសម្រាប់ការចរចាក៏ប៉ុន្តែលោកមិនបានឆ្លើយតបថាតើលោក JD Vance នឹងនៅតែដឹកនាំក្រុមចរចានេះទៀតឬក៏ឲ្យកូនប្រុសរបស់លោកគឺលោក Jared Kushner ហើយនឹងបេសកជនរបស់លោកគឺលោក Steve Witkoff ដឹកនាំការចរចាឬទេណាពីព្រោះតាមធម្មតាបើការចរចាកម្រិតខ្ពស់មុនអញ្ចឹងគឺមេដឹកនាំធំគេចូលរួមហើយការចរចាបន្ទាប់មកគឺមិនបាច់មានអ្នកធំក៏បានដែរបាទអញ្ចឹងក៏ប៉ុន្តែមកដល់ពេលនេះគឺលោកប្រធានាធិបតីមិនទាន់បញ្ជាក់នៅឡើយទេថាតើភាគីពីខាងសហរដ្ឋអាមេរិកហ្នឹងអ្នកណាជាអ្នកដឹកនាំការប្រជុំនេះលោកបានថ្លែងតាក់ទងជាមួយនឹងការផ្ដល់ជូនរបស់លោក JD Vance ក្នុងការចរចាកាលពីចុងសប្តាហ៍ថាលោកបាននិយាយហើយនិយាយទៀតថាអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេបាទដូច្នេះសម្រាប់ការផ្ដល់ជូនរយៈពេល20ឆ្នាំនេះគឺលោកមិនព្រមទេបាទនៅពេលដែលគេសួរថាបើសិនជាសហរដ្ឋអាមេរិកផ្ដល់ជូន20ឆ្នាំអញ្ចឹងវាអាចជាការមួយលើកទឹកចិត្តឲ្យអ៊ីរ៉ង់ទទួលយកចុះហត្ថលេខាលើកិច្ចព្រមព្រៀងនឹងសិនបាទហើយអាចនឹងបន្តនៅពេលក្រោយពេលនឹងលោកប្រធានាធិបតីថាលោកមិនចង់ឲ្យគេមើលឃើញថាអ៊ីរ៉ង់ជាអ្នកមានជ័យជំនះនៅក្នុងសង្គ្រាមនេះឬក៏ការចរចានេះទេបាទចឹងលោកប្រធានាថែមទាំងលោកប្រធានាធិបតីថែមទាំងប្រាប់ទៅដល់អ្នកសារព័ត៌មានថាអូអ្នកសារព័ត៌មានដែលទៅយកព័ត៌មាននៅទីក្រុងអ៊ីស្លាមាបាតកំអាលមកវិញណានៅចាំនៅទីនោះសិនហើយនៅចាំទីនោះសិនហើយពីព្រោះការចរចានឹងកើតវាឡើងម្ដងទៀតហើយណានៅក្នុងពេលឆាប់ៗនេះបាទអញ្ចឹងយើងរងចាំមើលដែរដើម្បីតាការវិវត្តនឹងយ៉ាងណាដែរបាទហើយព័ត៌មានទី2ដែលតាក់ទងស្តៀងគ្នានឹងដែរគឺរឿងអ៊ុយក្រែនរឿងអ៊ីរ៉ង់ហើយនឹងលីបង់ហើយនឹងអ៊ីស្រាអែលបាទក៏ប៉ុន្តែភាគីដែលជួបចរចាគ្នានៅសហរដ្ឋអាមេរិកនេះនៅក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកតែម្ដងនៅថ្ងៃនេះគឺមានតែភាគីអ៊ីស្រាអែលហើយនឹងលីបង់បាទហើយពិភាក្សាពាក់ព័ន្ធជាមួយនឹងក្រុម Hezbollah ពួកក្រុម Hezbollah ហ្នឹងគឺក្រុមសេនាជនដែលនៅក្នុងប្រទេសលីបង់ហើយមានអំណាចចំជាងរដ្ឋាភិបាលសហជាតិផងហើយការជួបចរចានោះគឺរៀបចំសម្របសម្រួលដោយក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកដោយមានលោករដ្ឋមន្ត្រីតែម្ដងគឺលោក Marco Rubio លោកបានចូលរួមសម្របសម្រួលនៅក្នុងការចរចានេះហើយមានចេញសេចក្តីថ្លែងការណ៍ឲ្យបានដឹងផងដែរគឺការចរចាហ្នឹងគឺលោក Marco Rubio លោកបានបញ្ជាក់ថាវាជាការចរចាកម្រិតជាប្រវត្តិសាស្ត្រហើយក្នុងការធ្វើយ៉ាងណាដើម្បីបញ្ឈប់ឥទ្ធិពលរបស់ក្រុម Hezbollah នៅក្នុងប្រទេសលីបង់បាទពីព្រោះក្រុម Hezbollah ហ្នឹងគឺមានអ៊ីរ៉ង់ជាអ្នកគ្រប់គ្រងហើយនៅពេលដែលអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ក្រុម Hezbollah វាយប្រហារទៅលើអ៊ីស្រាអែលដែរបាទសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថាភាគីទាំងពីរបានយល់ព្រមចាប់ផ្ដើមការចរចាដោយផ្ទាល់ជាមួយគ្នានៅពេលវេលានិងទីកន្លែងដែលពួកគេបានកំណត់ហើយប៉ុន្តែមិនបានឲ្យមហាជនដឹងនោះទេអ៊ីស្រាអែលវិញបាននិយាយថាខ្លួនចង់ដកហូតអាវុធពីក្រុមភេរវករដែលមិនមែនជារដ្ឋទាំងអស់
ដែលអ៊ីស្រាអែលនិយាយបែបនេះគឺសំដៅទៅលើក្រុម Hezbollah ដែលក្រុមនេះមិនមែនជាភាគីរដ្ឋាភិបាលនៃប្រទេសលីបង់ទេក៏ប៉ុន្តែមានអាវុធមានអីច្រើនដូចជារដ្ឋាភិបាលថ្នាក់ជាតិមួយដែលអាចមានសមត្ថភាពក្នុងការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលប្រទេសលីបង់បានអំពាវនាវឲ្យមានបទជបាញ់និងវិធានការដើម្បីដោះស្រាយបញ្ហាវិបត្តិមនុស្សធម៌របស់ខ្លួនហើយទាំងប្រទេសអ៊ីស្រាអែលហើយនិងលីបង់គឺมันមានទំនាក់ទំនងការទូតនឹងគ្នាទេហើយកិច្ចចរចាកម្រិតខ្ពស់រវាងមេដឹកនាំនៃប្រទេសទាំងពីរនោះគឺមានតាំងពីឆ្នាំ1993បាទជាង30ឆ្នាំណាជាង30ឆ្នាំហើយគឺมันបានជួបគ្នាទេទើបតែជួបពេលនេះជាប្រវត្តិសាស្ត្រនៅរដ្ឋធានី Washington តែម្ដងហើយនៅពេលដែលអ៊ីស្រាអែលគាត់វាប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះគឺក្រុម Hezbollah បានបាញ់រ៉ុកែតចូលទៅក្នុងប្រទេសអ៊ីស្រាអែលធ្វើឲ្យអ៊ីស្រាអែលបើកការសងសឹកវាប្រហារវិញទៅលើក្រុម Hezbollah នៅក្នុងប្រទេសលីបង់ឥឡូវនេះបើតាមតួលេខឲ្យដឹងគឺមានមនុស្សស្លាប់ជាង 2000 នាក់នៅក្នុងប្រទេសលីបង់ច្រើនជាងអ្នកដែលស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ទៅទៀតនៅក្នុងប្រទេសអ៊ីរ៉ង់ជាង 1700 នាក់ទេដែលឡែកនៅក្នុងប្រទេសលីបង់គឺស្លាប់ជាង 2000 នាក់ហើយចាប់តាំងពីអ៊ីស្រាអែលបើកប្រតិបត្តិការយោធារបស់ខ្លួននៅថ្ងៃទី2ខែមីនាបាទគឺក្រោយពីបើកប្រតិបត្តិការយោធាប្រឆាំងទៅលើប្រទេសអ៊ីរ៉ង់ហើយបើតាមសេចក្តីរាយការណ៍ដឹងថាក្នុងពេលដែលភាគីទាំងអស់ហ្នឹងកំពុងតែចរចាគ្នានៅរដ្ឋធានី Washington ហ្នឹងនៅលីបង់ឯណោះគឺក្រុម Hezbollah បានអះអាងថាពួកគេបានវាយប្រហារយ៉ាងហោចណាស់ចំនួន24លើកទៅលើកងកម្លាំងអ៊ីស្រាអែលដែលនៅទីនោះបាទដែលនៅក្នុងហើយនឹងទៅលើប្រទេសអ៊ីស្រាអែលផងទៅលើកងកម្លាំងអ៊ីស្រាអែលដែលនៅក្នុងប្រទេសលីបង់ផងបាទនេះគឺជាការវិវត្តនៅលើសមរភូមិនៅក្នុងប្រទេសលីបង់នោះរីឯព័ត៌មានទី3ដែលប្រិមិត្តគួរតែតាមដាននិងចាប់អារម្មណ៍ឲ្យខ្លាំងផងដែរនោះគឺតាមការបញ្ជាក់របស់មូលនិធិរូបិយវត្ថុអន្តរជាតិគឺ IMF បានប្រមាននៅថ្ងៃអង្គារហ្នឹងថាសន្ទុះសេដ្ឋកិច្ចនៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះគឺអាចនឹងធ្លាក់ចុះហើយមកអាចនឹងធ្លាក់ចុះហើយបានប្រមានថាពិភពលោកអាចប្រឈមមុខនឹងហានិភ័យបាទរហូតដល់ធ្លាក់ទៅដល់មានវិបត្តិសេដ្ឋកិច្ចផងដែរបាទដោយសារតែរឿងនៅក្នុងប្រទេសអ៊ីរ៉ង់បិទច្រកហូមូសព្រៃនេះបាទអញ្ចឹងបើសិនជាសង្គ្រាមនេះអូសបន្លាយតទៅទៀតហើយមានផលប៉ះពាល់ធ្ងន់ធ្ងរប្រកាសណាស់អាចនឹងប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកអញ្ចឹងដូច្នេះជារឿងធំណាស់បាទរបាយការណ៍ស្ដីអំពីសន្ទុះសេដ្ឋកិច្ចពិភពលោករបស់ IMF បានបញ្ជាក់ថាជាថ្មីម្ដងទៀតសេដ្ឋកិច្ចរបស់ពិភពលោកត្រូវបានគំរាមកំហែងបាទហើយនេះគឺតាក់ទងជាមួយនឹងការផ្ទុះឡើងនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា IMF បានចេញជាសេណារីយ៉ូ3សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកដោយសារភាពមិនប្រកបវិជ្ជានៃចំនួននេះ IMF គាត់ថាបើសិនជាចំនួននឹងមានរយៈពេលខ្លីហើយការខូចខាតដល់រោងចក្រចម្រាញ់ប្រេងនឹងនៅមានកម្រិតទាបនោះបាទសេដ្ឋកិច្ចពិភពលោកអាចនឹងឡើងបាទយឺតដែរត្រឹមកម្រិត 3.1% បាទគឺបាន 3.1% គឺបានយឺតតិចជាងកម្រិតដែលគេរំពឹងទុកពីមុនមកថា 3.4% បាទកាលពី2ឆ្នាំកន្លងមកនេះដូច្នេះឡើងដែរឡើងតិចណាបាទអញ្ចឹងសង្ឃឹមថាប្រទេសមួយចំនួនអាចនឹងចាប់យកផលនៃការរីកចម្រើនក្នុងសេដ្ឋកិច្ចហ្នឹងបើទោះបីជាតិចតួចក៏ដោយកុំឲ្យតែ negative កុំឲ្យតែវាលក្ខណៈដកដល់ថយក្រោយដកវិញណាហើយបើគ្មានសង្គ្រាមទេគឺពិភពលោកនឹងទៅមានកំណើនសេដ្ឋកិច្ចរហូតដល់ 3.5% ក៏ប៉ុន្តែឥឡូវមានសង្គ្រាមអញ្ចឹងវាធ្លាក់មក 3% វិញបាទ IMF ក៏បានព្យាករណ៍អំពីអតិផរណាសម្រាប់ឆ្នាំនេះផងដែរគឺអតិផរណាសកលអាចនឹងតែគេគិតថាឆ្នាំនេះត្រូវធ្លាក់ចុះនោះឥឡូវមានរឿងរ៉ាវសង្គ្រាមនេះកើតឡើងគឺអតិផរណានឹងកើនឡើងទៀតហើយគឺកើនឡើងអាចចន្លោះពី0កណ្ដកសញ្ញា 7% ទៅដល់4កណ្ដកសញ្ញា 4% នៅឆ្នាំនេះបាទគឺបានន័យថាច្រើនណាបាទដូច្នេះវាកើនឡើងកាលពីឆ្នាំមុនគឺមានតែ4កណ្ដកសញ្ញា 1% តែប៉ុណ្ណោះបាទអញ្ចឹងគឺជារឿងមួយដែលប្រិមិត្តគួរប្រយ័ត្នប្រយែងផងដែរនៅក្នុងការចំណាយក្នុងការចាយ VA នានាហ្នឹងបាទនេះជាព័ត៌មានទី3ណា
រីឯព័ត៌មានទី4បាទព័ត៌មានទី4នេះគឺជារឿងមួយអស្ចារ្យដែរខ្ញុំសូមដកសងរឿងនេះមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាដោយចាប់ផ្ដើមដំបូងគឺពីជំនួបរបស់ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បាទលោកបានជួបជាមួយនឹងអធិការបតីអាល្លឺម៉ង់លោក Friedrich Merz កាលពីថ្ងៃអង្គារនៅទីក្រុង Berlin បាទដែលមានការសន្យាបន្ថែមទៀតជួយអ៊ុយក្រែនហើយបន្តមកទៀតហ្នឹងគឺមានតាក់ទងជាមួយនឹងជោគជ័យនៅសមរភូមិបាទគឺបើតាមសេចក្តីរាយការណ៍ដែលលោក Zelensky បានបញ្ជាក់គឺលោកថាកងកម្លាំងរបស់អ៊ុយក្រែនបាទកងកម្លាំងរបស់អ៊ុយក្រែនបានដណ្ដើមយកដីមកវិញនៅក្នុងប្រតិបត្តិការមួយដោយប្រើតែមនុស្សយន្តហើយនឹងយន្តហោះគ្មានមនុស្សបើកដែលនេះជាលើកដំបូងហើយដែលបានកើតមានឡើងនៅក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះលោក Volodymyr Zelensky បាននិយាយថាទាហានរបស់រុស្ស៊ីបានចុះចាញ់នៅពេលដែលប្រឈមមុខនឹងកងទ័ពយន្តអញ្ចឹងrobot ក្នុងនេះខ្ញុំប្រាប់ពីថាកងទ័ពយន្តចឹងណាបាទទាហានយន្តកងទ័ពយន្តហើយបន្ទាប់ពីទាហានទាំងអស់នោះគឺសម្រុកទៅមុខមនុស្សយន្តបាទប្រើក្នុងសមរភូមិតែម្ដងសម្រុកទៅមុខដែលធ្វើឡើងដោយគ្មានទាហានថ្មើរជើងទេបាទគឺទាហានយន្តនឹងទៅតែមកបាញ់យកតែម្ដងហើយបើតាមលោក Zelensky គឺថាគ្មានការខូចខាតទាហានរបស់អ៊ុយក្រែននោះទេលោក Zelensky បានថ្លែងនៅលើបណ្ដាញសង្គម X ថាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមនេះទីតាំងសត្រូវត្រូវបានកាន់កាប់ទាំងស្រុងដោយមនុស្សយន្តបាទគ្មានបើកហើយតាមប្រព័ន្ធដីហើយនឹងប្រព័ន្ធពីលើអាកាសរបស់អ៊ុយក្រែនផងដែរបាទទាហានពីអ៊ុយក្រែនកម្ពុជាទៅលោក Zelensky បាននិយាយថាអ៊ុយក្រែនបានធ្វើបេសកកម្មដោយប្រើ drone បាទគឺចំនួន 22,000 ដងក្នុងរយៈពេល3ខែកន្លងមកនេះដូច្នេះអាចជួយសង្គ្រោះជីវិតរបស់ទាហានរបស់អ៊ុយក្រែននឹងបានជាច្រើនលោកបាននិយាយថានេះគឺជាបច្ចេកវិទ្យាខ្ពស់ដែលការពារបានខ្ពស់នៅជីវិតរបស់មនុស្សបាទហើយដូច្នេះជារឿងមួយដែលធ្វើឲ្យអ៊ុយក្រែនគាត់មានក្តីសង្ឃឹមខ្លាំងដែរហើយទន្ទឹមនឹងនេះនៅថ្ងៃនេះបាទនៅថ្ងៃនេះគឺការវិវត្តហ្នឹងគឺលោក Zelensky ក៏បានជួបជាមួយនឹងមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ផងដែរបាទដោយមានការសន្យានឹងផ្ដល់ជំនួយបន្ថែមលោករដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោក Boris Pistorius ក៏បានជួបជាមួយនឹងសមាភាគីរបស់លោកគឺលោក Mikhailo Fedorov ដែលជាអតីតប្រធានខាងផ្នែក Digital កែលម្អខាងបច្ចេកវិទ្យានៅតែម្ដងរបស់អ៊ុយក្រែនហ្នឹងហើយទើបតែទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិកាលពីខែមករាហើយលោកទៅបានគេសរសើរថាជាអ្នកដែលបានធ្វើកិច្ចការងារជំរុញខាងប្រើ drone ប្រើបច្ចេកវិទ្យាដើម្បីប្រយុទ្ធនៅក្នុងសង្គ្រាមដូច្នេះកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលប្រិយមិត្តបានដឹងគឺឲ្យមានការចរចាដើម្បីបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែននេះគឺឥឡូវនេះហាក់ដូចជាស្ងប់ស្ងាត់បន្តិចដែរដោយសារអីដោយសារតែសហរដ្ឋអាមេរិកនឹងគឺកំពុងតែចាប់អារម្មណ៍នឹងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់អញ្ចឹងគឺតាក់ទាញធនធានមួយចំនួនចេញពីអឺរ៉ុបហ្នឹងមកតំបន់មជ្ឈិមបូព៌ាវិញប៉ុន្តែអ្នកស្រី Tommy Bruce ដែលជាឯករដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានប្រាប់ដល់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទថាសហរដ្ឋអាមេរិកនៅតែជំរុញឲ្យមានការបញ្ចប់សង្គ្រាមនឹងតាមរយៈការចរចានិងឲ្យមានដំណោះស្រាយរយៈពេលយូរអង្វែងបាទហើយនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកជាសរុបមកអ្នកវិភាគនិងមន្ត្រីលោកខាងលិចវិញបានវិតម្លៃថាក្នុងរយៈពេលប្រហែលខែថ្មីនេះគឺអ៊ុយក្រែនបានទទួលបានជោគជ័យបានច្រើននៅក្នុងសមរភូមិប្រឆាំងនឹងកងទ័ពរបស់រុស្ស៊ីបាទដោយធ្វើឲ្យទប់ស្កាត់បាននៅយុទ្ធនាការរបស់រុស្ស៊ីដែលនឹងបើកការវាយប្រហារនៅរដូវផ្ការីកបាទដោយចាំបាននេះប្រិមិត្តខ្ញុំធ្លាប់បានជម្រាបជូនហើយគឺរុស្ស៊ីក៏ចាប់ផ្ដើមប្រតិបត្តិការវាយប្រហារតាមជើងគោកហើយពីព្រោះរដូវផ្ការីកហើយនៅរដូវក្តៅហ្នឹងគឺដីវាស្ងួតស្រួលបើករកក្រោះឲ្យចូលអញ្ចឹងដូច្នេះគាត់ធ្វើប្រតិបត្តិការក៏ប៉ុន្តែដោយសារតែអ៊ុយក្រែនបានវិនិយោគទៅលើបច្ចេកវិទ្យាអញ្ចឹងអាចទប់បាននេះបើតាមការវិតម្លៃរបស់អ្នកវិភាគយោធាហើយនិងមន្ត្រីប្រចាំប្រទេសបាទ
ពីព្រោះអីហេតុបានគេចូលចិត្តយកប្រតិបត្តិការនៅរដូវក្តៅហ្នឹងគឺដីរឹងបាក់រត់ក្រោះចូលហើយមានស្លឹកឈើវាលាស់ឲ្យមកអាចគ្របដណ្ដប់បាំងកងកម្លាំងបាំងអាវុធអីហ្នឹងបានអញ្ចឹងគេភាគច្រើនប្រើនៅពេលហ្នឹងបាទក៏ប៉ុន្តែគឺអ៊ុយក្រែនគាត់បានទប់បានដោយសារប្រើបច្ចេកវិទ្យាមិនត្រឹមតែប៉ុណ្ណោះទេបើតាមសេចក្តីរាយការណ៍នេះគឺមីស៊ីលដែលអ៊ុយក្រែនផលិតដោយខ្លួនឯងដែលសម្រាប់បាញ់រយៈចម្ងាយឆ្ងាយនេះក៏កំពុងតែប្រើប្រាស់វាប្រហារទៅដល់គោលដៅប្រេងរបស់រុស្ស៊ីឃ្លាំងប្រេងឃ្លាំងចម្រាញ់ប្រេងរបស់រុស្ស៊ីនៅជ្រៅនៅក្នុងទឹកដីរបស់រុស្ស៊ីផងដែរបាទដែលជាការមួយដាក់សម្ពាធបន្ថែមទៅលើប្រទេសរុស្ស៊ីបើតាមប្រធានាធិបតីនៃប្រទេសហ្វាំងឡង់លោក Alexander Stubb បានថ្លែងនៅវិទ្យាស្ថាន Brookings ក្នុងទីក្រុង Washington កាលពីថ្ងៃច័ន្ទថាអ៊ុយក្រែនមានស្ថានភាពល្អប្រសើរជាងពេលណាទាំងអស់នៅក្នុងសង្គ្រាមដែលចូលមកដល់រយៈពេល5ឆ្នាំមកនេះបាទអញ្ចឹងនេះគឺជាការវិវត្តមួយសម្រាប់អ្នកដែលចង់ដឹងរឿងនៅក្នុងប្រទេសអ៊ុយក្រែនណាខ្ញុំខានជម្រាបយូរហើយបាទឥឡូវយកមកជម្រាបជូនប្រិមិត្តបាទអញ្ចឹងសូមអរគុណប្រិមិត្តច្រើនដែលតាមដានការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទសូមអរគុណអ្នកដែលចូលមកស្ដាប់ព័ត៌មានបាទសូមជម្រាបលាឬឆ្លើយសំណួរ2សំណួរឬ3សំណួរទៅចុះណាបាទមិនជាយូរទេបើមានសំណួរក៏ល្អបើមិនមានក៏ល្អបាទសូមពីក្រោមឲ្យចាប់ហ្មងមកសុជាតិគាត់ថាអ៊ុយក្រែនអភិវឌ្ឍការពារជាតិបានលឿនបាទអូអ៊ុយក្រែនគាត់ឆ្លាតណាស់បាទពីព្រោះសម័យអតីតសហភាពសូវៀតហ្នឹងគឺក៏អ៊ុយក្រែនហ្នឹងក៏ខ្លាំងតាំងពីពេលហ្នឹងមានកន្លែងនុយក្លេអ៊ែរមានអីបាទចឹងហើយបានដូចដែលខ្ញុំបាននិយាយជំរាបប្រិមិត្តតដែលអញ្ចឹងគឺយើងត្រូវអភិវឌ្ឍធនធានមនុស្សច្រើនបាទនៅក្នុងប្រទេសកម្ពុជាយើងណាបាទធនីថាម៉េចដោយសារសង្គ្រាមនៅដើមបូព៌ានេះវាធ្វើឲ្យមានអតិផរណាទំនិញទាំងសកលលោកនិងកម្ពុជាឡើងខ្លាំងអ្នករកស៊ីតូចតាចដោយពួកខ្ញុំប៉ះពាល់ខ្លាំងតែម្ដងចំណូលដដែលតែចំណាយខ្ពស់ជាងមុន2ទៅ3ដងបាទជាការពិតហើយបាទធ្វើមិនទេវាជារឿងមួយដែលផុតពីដៃរបស់កម្ពុជាបាទជារឿងពិភពលោកបាទសូម្បីតែនៅអ៊ីឡង់ក៏សភាប្រងបោះឆ្នោតដើម្បីដកសេចក្តីទុកចិត្តរដ្ឋាភិបាលផងដែរដោយសារតែមិនបានចាត់វិធានការយ៉ាងណាដើម្បីទប់ស្កាត់រឿងប្រេងវិបត្តិប្រេងហ្នឹងទោះបីជាគាត់ខិតខំប្រឹងប្រែងបញ្ចុះតម្លៃពន្ធលើប្រេងក៏ដោយក៏ប៉ុន្តែនៅតែចំណាយខ្ពស់បាទប៉ុន្តែពេលខ្លះចាំថាគាត់បន្ទោសរដ្ឋាភិបាលហ្នឹងក៏ប៉ុន្តែក៏មិនដឹងទៅបន្ទោសមិនបើអ្នកដែលបង្ករឿងរ៉ាវនោះមិនមែនរដ្ឋាភិបាលអ៊ីឡង់គឺសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់អ៊ីស្រាអែលបាទគាត់3នាក់គាត់ប្រយុទ្ធគ្នាគាត់ប្រើតាក់ទិកគៀបគ្នាទៅវិញទៅមកបាទអ៊ីរ៉ង់គាត់ប្រើតាក់ទិកគៀបពិភពលោកដើម្បីឲ្យពិភពលោកខឹងសម្បាននឹងសហរដ្ឋអាមេរិកចឹងទៅបាទនឹងរឿងវាអញ្ចឹងបាទលោកគ្រូក៏ជងជើញចូលដែរបាទអរគុណលោកគ្រូជូនពរឆ្នាំថ្មីណាតើនេះអស់ហើយអូខេអូខេល្អអញ្ចឹងបាទអូខេហ្នឹងអញ្ចឹងសមាលីថាចាប់បាត់អត់អីចាប់តន់បាទផាន់ឆាន់តើសង្គ្រាមនៅអ៊ុយក្រែនប្រទេសរុស្ស៊ីចំណាយប្រាក់ប្រមាណដែរក្នុងមួយថ្ងៃរបស់អត់បានមើលតួលេខហ្នឹងចុងក្រោយអត់បានមើលផងបាទអរគុណបានសួរប៉ុន្តែចាំមើលខ្ញុំស្រាវជ្រាវមើលមិនតិចទេគឺរុស្ស៊ីចំណាយច្រើនណាអូខេអស់ហើយណាអូខេអស់តែប៉ុណ្្នឹងអស់ហើយណាគង់ឆាយគាត់សួរថាតើចិនមានប្រតិកម្មអ្វីខ្លះហើយពេលអាមេរិកខាត់កប៉ាល់ខ្លួននៅហូម៉ូសអូខ្ញុំថាយករឿងហ្នឹងមកដាក់ដែរប៉ុន្តែច្រើនពេកថ្ងៃនេះមិនយកឲ្យខ្លីកម្មវិធីខ្លីបាទចិនគាត់មានការខឹងសម្បាដែរណាគាត់ស្នើឲ្យភាគីទាំងអស់រក្សានៅការអត់ធ្មត់បាទលោកគាត់ថាឥឡូវហ្នឹងពិភពលោកវាងាកទៅប្រើច្បាប់ព្រៃឡើងវិញហើយ Law of the Jungle បាទគាត់ប្រើពាក្យធ្ងន់ដែរជាពិសេសពីលោកស៊ីជីនពីងលោកស៊ីជីនពីងគាត់មិនដែលមានប្រតិកម្មទេប៉ុន្តែតាក់ទងនឹងរឿងនេះគឺគាត់ប្រតិកម្មដោយកម្រមួយតែម្ដងណានៅក្នុងព័ត៌មានថ្ងៃនេះខ្ញុំថាយកមកដាក់ជូនណាក៏ប៉ុន្តែរឿងអ៊ុយក្រែន
រឿងអ៊ុយក្រែនវាធំណាស់អញ្ចឹងខ្ញុំកាត់ចោលទៅខ្ញុំមិនចង់យករឿងច្រើនពេកបាទចិនឥឡូវហ្នឹងសូម្បីអេស្ប៉ាញហ្នឹងក៏ចង់ឲ្យចិននឹងដើរតួនាទីដ៏សំខាន់ជាងមុនផងដែរនៅលើកិច្ចការពិភពលោកបាទអញ្ចឹងគឺបើនិយាយដោយសាមញ្ញទោះបីជាខ្ញុំនៅអាមេរិកក៏ដោយខ្ញុំក៏មិនបោះបង់ចោលនៅការពិតដែរគឺតាមរយៈសង្គ្រាមនេះគឺมันមានប្រជាប្រិយភាពសម្រាប់ពលរដ្ឋអាមេរិកទេតួលេខចុងក្រោយដែលចេញនៅថ្ងៃនេះគឺប្រជាពលរដ្ឋអាមេរិក51%ជំទាស់ដាច់ខាតជាមួយនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ពីព្រោះប៉ះពាល់ដល់ពួកគាត់បាទអញ្ចឹងបានន័យថាសង្គ្រាមនេះនៅក្នុងភាសាអង់គ្លេសនៅទីនេះគេថាមិនសូវមានប្រជាប្រិយភាពទេបាទអញ្ចឹងណាបាទ unpopular អញ្ចឹងគឺកើតឡើងអញ្ចឹងហើយធ្វើឲ្យនឹងបានធ្វើឲ្យការដឹកនាំរបស់សហរដ្ឋអាមេរិកជាមេដឹកនាំពិភពលោកនឹងគឺបាទត្រូវបានគេពិចារណាឡើងវិញហើយគេក៏លេចមើលទៅចិនមានលំនឹងអញ្ចឹងដូច្នេះបើកាលណានៅអូបន្លាយសង្គ្រាមនេះគឺអាចនឹងផ្ដល់ឱកាសឲ្យទៅប្រទេសចិនច្រើនបាទព្រោះចិនគាត់ពង្រឹងខ្លួនគាត់ជាលំដាប់តែម្ដងគាត់ដើរមួយជំហានទៅមុខឈោគាត់ដើរមួយជំហានទៅមុខគាត់ជ្រុំជើងជំហានជ្រុំជើងហ្នឹងគាត់បោះមួយជំហានទៅមុខទៀតបាទក្នុងខណៈពេលដែលនយោបាយអាមេរិកជួនកាលទៅមុខទៅក្រោយទៅមុខទៅក្រោយជំនាន់លោកBidenអញ្ចឹងទៅផ្ដល់តម្លៃទៅលើសម្ព័ន្ធមិត្តអញ្ចឹងទៅសម័យលោកតាមនោះគឺ go solo អញ្ចឹងទៅព័ន្ធមិត្តអត់មកពីព្រោះដូចដែលអ្នកជំនាញគាត់បាននិយាយអញ្ចឹងគឺចំណុចខ្លាំងរបស់សហរដ្ឋអាមេរិកមិនត្រឹមតែមានសេដ្ឋកិច្ចធំកម្លាំងយោធាធំទេក៏ប៉ុន្តែគឺការធ្វើការជាក្រុមបាទឥឡូវនេះការធ្វើការជាក្រុមយើងមើលតាមរយៈបទពិសោធន៍នៃការបិទច្រក Hormuz គឺសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមិនចូលរួមទេបាទថែមទាំងព័ត៌មាននៅឥណ្ឌូនេស៊ីមួយទៀតថ្ងៃនេះគឺក៏ឥណ្ឌូនេស៊ីនឹងគាត់ឲ្យពិចារណាផងដែរនៅពេលដែលសំណើសហរដ្ឋអាមេរិកចង់ហោះពីលើដែនអាកាសរបស់ឥណ្ឌូនេស៊ីហ្នឹងបាទអញ្ចឹងគឺវាមានរឿងរ៉ាវច្រើនអញ្ចឹងណាបាទអូខេអញ្ចឹងមួយចុងក្រោយគេតូនីក៏ថាតើមានពន្លឺបញ្ចប់សង្គ្រាមទេលោកពូតូនីចាំមើលថ្ងៃសប្តាហ៍ហ្នឹងបើសិនជាមានការចរចាយ៉ាងម៉េចលទ្ធផលយ៉ាងម៉េចយើងមិនអាចដឹងដែរណាបាទពីព្រោះអីបើសិនជាដូចដែលខ្ញុំបានជម្រាបតួលេខមិនអញ្ចឹងគឺសង្គ្រាមនេះខ្លាចទៅជាសង្គ្រាមមួយដែលមិនមានប្រជាប្រិយភាពទេនៅសហរដ្ឋអាមេរិកពលរដ្ឋអាមេរិកក៏ប៉ះពាល់ដែរហើយយើងទៅចេះចាំថាពេលខ្លះយើងមើលកតានោះផងដែរកតាក្បួនគេតាំងពីដើមមកកាលណាធ្វើសង្គ្រាមក៏ទៅគេទៅមើលតាំងពីកតាភូមិសាស្ត្រដីកតាពេលវេលាអាកាសធាតុនឹងទាំងអស់បាទឥឡូវខ្ញុំលើកពីសារៈសំខាន់នៃកតាអាកាសធាតុនឹងយ៉ាងម៉េចកតាអាកាសធាតុនឹងគឺតាមធម្មតានៅរដូវក្តៅហ្នឹងគឺសាំងនៅសហរដ្ឋអាមេរិកឡើងថ្លៃដោយសារតែប្រជាពលរដ្ឋគាត់ធ្វើដំណើរច្រើនអញ្ចឹងឥឡូវទន្ទឹមនឹងសាំងឡើងថ្លៃដោយតាមធម្មតាតាមធម្មជាតិសម្រាប់រដូវក្តៅគេធ្វើដំណើរបូកជាមួយនឹងមានវិបត្តិនេះឡើងទៀតធ្វើឲ្យតម្លៃនឹងកាន់តែឡើងខ្ពស់អញ្ចឹងដូច្នេះប៉ះហៅប៉ៅពលរដ្ឋអាមេរិកនឹងច្រើនទន្ទឹមនឹងហ្នឹងការបោះឆ្នោតជិតមកដល់ទៀតការឃោសនាជិតមកដល់ទៀតអញ្ចឹងអ្នកសាធារណរដ្ឋមួយចំនួនគាត់ត្រូវតែដាក់សម្ពាធឲ្យបញ្ចប់សង្គ្រាមនេះប៉ុន្តែបញ្ចប់ដោយរូបភាពណាតែលោកប្រធានាធិបតីគាត់ចង់យកដោយវិធីណាគឺគ្មានអ្នកណាដឹងក្រៅពីគាត់ទេអ្នកដទៃទៀតបានតែទើបតែទូទាចេញសេណារីយ៉ូនេះ